artwork មួយនេះខ្ញុំគូបានប្រហែលជារយៈពេល2ឆ្នាំហើយប៉ុន្តែខ្ញុំនៅតែស្រឡាញ់ artwork មួយហ្នឹងដោយសារតែវាមានពណ៌រាង fresh ហើយវាគឺជា artwork មួយដែលអាចរំលឹកទៅដល់អតីតកាលរបស់ខ្ញុំហើយខ្ញុំគិតថាសម្រាប់អ្នកគេថាគាត់នៅរបៀបស្រុកស្រែជនបទអីចឹងខ្ញុំគិតថាក៏អាចរំលឹកដល់ពួកគាត់ដែរហើយថ្ងៃនេះខ្ញុំចង់មកប្រាប់ពី artwork របស់ខ្ញុំនឹងប្រើពណ៌អីគេខ្លះនៅក្នុង artwork មួយហ្នឹងអញ្ចឹងដើម្បីបានពណ៌ឲ្យដូចទៅនឹង artwork មួយហ្នឹងអញ្ចឹងខ្ញុំមានវិធីសាស្ត្រមួយអញ្ចឹងយើងចុចកន្លែងពណ៌យើងនឹងមកហើយយើងចុចសញ្ញាបូកហើយយើងទៅរើសរូប artwork របស់យើងមកអញ្ចឹងខ្ញុំ select ពី map តមកវានឹង import ចូលទៅក្នុង color palette របស់យើងតែម្ដងបន្ទាប់មកទៀតយើងក៏អាច rename color palette នឹងបានដែរអញ្ចឹងខ្ញុំសូម rename ដាក់ថា Tiny Winter អញ្ចឹងមកអញ្ចឹងសម្រាប់អ្នកគេដែលថាគាត់ចង់បានពណ៌ពីក្នុង artwork នឹងឲ្យដូច artwork នឹងអញ្ចឹងណាអញ្ចឹងអាចសាកល្បងធ្វើបានហើយក្នុងនឹងដែរក៏យើងអាចចែកម្លែកពណ៌ហ្នឹងទៅកាន់អ្នកគេថាគាត់ប្រើ Procreate នឹងបានដែរអញ្ចឹងណាអញ្ចឹងយើងគ្រាន់តែចុចកន្លែង tray 3នេះមកហើយយើងចុចពាក្យថា share មកអញ្ចឹងយើងចង់ airdrop ក៏បានយើងចង់ send ទៅតាម Telegram ក៏បានដែរ